Cam Top Thịnhសួស្តីបងប្អូននិងប្រិយមិត្តទាំងអស់គ្នានេះគឺជាវីដេអូខ្លីៗស្ដីពីកន្លឹះល្អៗទាក់ទងទៅនឹង Smartphone ហើយនិង Computer ពី Cam Top Thịnh ដែលតែងតែចេញផ្សាយជារៀងរាល់ថ្ងៃនៅថ្ងៃនេះ Cam Top Thịnh សូមលើកយកនៅចំណេះដឹងមួយទាក់ទងទៅនឹង Computer យកមកបង្ហាញជូនបងប្អូននិងប្រិយមិត្តទាំងអស់គ្នាគឺរបៀបនៃការបើកនៅមុខងារដើម្បីការពារ Computer របស់យើងដែល Computer របស់យើងគឺវាមានស្រេចស្រាប់តែម្ដងនៅពេលដែលយើងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows បាទដូចជា Windows 7 Windows 8 ហើយនិង Windows 10 ជាដើមគឺយើងនិយាយឲ្យខ្លីមកគឺការបើកនៅកម្មវិធីដើម្បីការពារមេរោគកុំឲ្យចូល Computer នឹងឯងដូច្នេះសូមអ្នកទាំងអស់គ្នាទាំងអ្នកប្រើប្រាស់ Windows ហើយមុខងារនៅលើ Computer របស់យើងពពួក Windows ដែលមានមុខងារការពារមេរោគខ្លាំងជាងគេនោះគឺ Windows សម័យថ្មីគឺ Windows 10ដែលមានមុខងារការពារមេរោគខ្លាំងជាងគេកុំឲ្យចូល Computer របស់យើងប៉ុន្តែទោះជាយ៉ាងណា Windows 7 ហើយនិង Windows 8ក៏មានមុខងារដើម្បីការពារ Computer របស់យើងដែរដែលយើងមិនចាំបាច់តម្លើងកម្មវិធីកម្ចាត់មេរោគជាជំនួយក៏បានដែរអញ្ចឹងសូមអ្នកទាំងអស់គ្នាទស្សនាការបង្ហាញដូចតទៅបាទអញ្ចឹងជាទូទៅសម្រាប់ Windows 10 ហើយនិង Windows 7 គឺយើងមានប្រឡោះ search នៅត្រង់កន្លែងនេះគឺនៅខាងក្រោមឈៀងខាងឆ្វេងយើងคลิกយកត្រង់កន្លែង search មកហើយយើងវាយពាក្យថា control panel មកប៉ុន្តែសម្រាប់ Windows 8 វិញគឺបងប្អូននិងប្រិយមិត្តទាំងអស់គ្នាត្រូវចុច key និមិត្តសញ្ញា Windows ទៅហើយនឹងមានប្រអប់ search មួយនៅខាងលើឈៀងខាងស្ដាំហើយវាយទៅតាមនឹងទៅបាទអញ្ចឹងនៅខាងណាក៏ដោយអ្នកទាំងអស់គ្នាវាយចូលប្រអប់ search ទៅអ្នកប្រើប្រាស់ computer ហើយវាពាក្យថា control បាទមកទីនេះទាំងអស់គ្នាតែម្ដងទៅស្រួលបាទដក clear panel បាទ control panel បាទនេះឃើញហើយនៅខាងលើគេហ្នឹង control panel คลิกយកមកបន្ទាប់ពីអ្នកទាំងអស់គ្នាคลิกយកមកបើសិនជានៅត្រង់កន្លែងនេះនេះខាងលើឈៀងខាងស្ដាំនៅត្រង់កន្លែង view by នេះវាចេញនេះ category អញ្ចឹងបាទគឺវាបង្ហាញតែប៉ុណ្្នឹងទេបើសិនជាបងប្អូននិងប្រិយមិត្តទាំងអស់គ្នាចង់ឲ្យវាបង្ហាញទាំងអស់គឺអ្នកទាំងអស់គ្នាคลิกយកត្រង់កន្លែង like icon មកបាទប្រែថា icon ច្រើនបាទអញ្ចឹងដល់ពេលដែលคลิกយកត្រង់កន្លែងនេះហើយអ្នកទាំងអស់គ្នាទៅស្វែងរកបាទ icon មានន័យថាកម្មវិធីតូចៗដែលវាបង្ហាញជានិមិត្តសញ្ញាហ្នឹងគឺយកត្រង់កន្លែង program and filter បាទរកឃើញនៅត្រង់កន្លែង program ឬក៏បើយើងคลิกយកត្រង់កន្លែង category ធម្មតាអញ្ចឹងក៏ឃើញ program ដែរនេះបាទនេះបន្ទាប់ពីคลิกយកត្រង់កន្លែង like icon នេះហើយអ្នកទាំងអស់គ្នាត្រូវធ្វើការងារពីរយ៉ាងដើម្បីការពារនៅ computer របស់យើងពីកម្មវិធីដើម្បីការពារ computer របស់យើងពីមេរោគបាទទី1គឺអ្នកទាំងអស់គ្នាចូលទៅកាន់ Windows Defender បាទទី2អ្នកទាំងអស់គ្នាចូលទៅកាន់ Windows Firewall ដំបូងឡើយសូមចូលទៅកាន់ Windows Defender ជាមុនសិនបាទคลิกមកនេះបងប្អូននិងប្រិយមិត្តទាំងអស់គ្នានៅពេលដែលចូលមកដល់ Windows Defender អ្នកទាំងអស់គ្នាត្រូវคลิกយកត្រង់កន្លែងនេះ Tool នៅខាងលើបាទคลิกយក Tool និមិត្តសញ្ញាស្ពឺគឺនិមិត្តសញ្ញាដូច setting អញ្ចឹងបន្ទាប់មកទៀតអ្នកទាំងអស់គ្នាបន្តคลิกយកត្រង់កន្លែងនេះ option បាទ option និមិត្តសញ្ញាស្ពឺទៀតហើយបន្ទាប់មកអ្នកទាំងអស់គ្នាបន្តคลิกយកត្រង់កន្លែងនេះ real time protection បាទคลิกយកមកបាទបន្ទាប់មកអ្នកទាំងអស់គ្នានេះគ្រីសយកត្រង់កន្លែងនេះមក use real time protection បាទនេះគ្រីសយកមកបាទបន្ទាប់មកคลิกយក save បាទគ្រីសយកបន្ទាប់មកคลิกយក save បាទរួចហើយយើងបិទចោលអញ្ចឹងមានន័យថារួចមួយទៅហើយបន្ទាប់មកទៀតចូលទៅកាន់ Windows Firewall បាទคลิกយកមកបន្ទាប់មកអ្នកទាំងអស់គ្នានេះនៅខាងឆ្វេងអ្នកទាំងអស់គ្នាคลิกយកត្រង់កន្លែងនេះ Turn Windows Firewall on or off បាទយើងคลิกយកត្រង់កន្លែងនេះមកបន្ទាប់មកវាមាន2បាទខាងលើមួយហើយនៅខាងក្រោមមួយបាទខាងលើគឺអ្នកទាំងអស់គ្នាត្រូវคลิกយក on បាទคลิกយក on បាទคลิกយក on ហើយអាចជ្រើសរើសជម្រើសមាន2 block all incoming connection ផ្សេងអញ្ចឹងមកបាទប៉ុន្តែជាទូទៅអ្នកទាំងអស់គ្នាគ្រាន់តែคลิกយក turn on បានហើយបន្ទាប់មកខាងក្រោមអ្នកទាំងអស់គ្នាត្រូវคลิกយក turn on ទៀតហើយបើសិនជា computer របស់បងប្អូននិងប្រិយមិត្តវា tick នៅត្រង់ turn on នេះស្រាប់ហើយគឺយើងមិនចាំបាច់ tick បើកទេគឺមានន័យថាយើងបានបើកនៅកម្មវិធីកម្ចាត់មេរោគឬក៏ការពារ computer របស់យើងរួចស្រេចទៅហើយបន្ទាប់មកអ្នកទាំងអស់គ្នាคลิกយក OK បាទបន្ទាប់មកត្រឡប់ថយក្រោយបាទយើងចូលទៅកាន់តែពីរនឹងឯងគឺ Windows Defender 1ហើយនិង Windows Firewall 1ហើយទៅធ្វើតាមការណែនាំរបស់ Cam Top Thịnh ហ្នឹងទៅ
កុំព្យូទ័ររបស់អ្នកទាំងអស់គ្នាគឺវាមានសមត្ថភាពក្នុងការការពារមេរោគដោយខ្លួនវាតែម្ដងក៏ប៉ុន្តែយ៉ាងណាក៏ដោយគឺមិនធានាសុវត្ថិភាពខ្ពស់បាន 100% ទេចំណែក Windows 10 វិញគឺមិនដូច Windows 7 និង Windows 8 ឡើយគឺវាមានសុវត្ថិភាពខ្ពស់ខ្លាំងណាស់ក្នុងការការពារទិន្នន័យផ្សេងៗនៅលើកុំព្យូទ័រនិយាយខ្លីមកគឺវាមានប្រសិទ្ធភាពខ្លាំងណាស់ក្នុងការការពារមេរោគផ្សេងៗកុំឲ្យចូលមកកាន់កុំព្យូទ័ររបស់យើងដូច្នេះនេះហើយគឺជារបៀបនៃការបើកនៅមុខងារនៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows 7 Windows 8 ឬក៏ Windows 10 ដើម្បីការពារមេរោគកុំឲ្យចូលកុំព្យូទ័ររបស់យើង Camtoptech សូមជម្រាបជូនបងប្អូននិងប្រិយមិត្តទាំងអស់គ្នាឲ្យបានជ្រាបថាសម្រាប់បងប្អូននិងប្រិយមិត្តដែលចង់មកសិក្សាវគ្គបុកប្រូក្រាមទូរស័ព្ទជាមួយនឹង Camtoptech ប៉ុន្តែមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីមកធ្វើការសិក្សាអ្នកទាំងអស់គ្នាអាចទិញវីដេអូមេរៀនស្ដីពីរបៀបនៃការបុកប្រូក្រាមទូរស័ព្ទពី Camtoptech ទៅបានមេរៀន Camtoptech ដែលទើបតែធ្វើការអាប់ដេតថ្មីនេះគឺជាមេរៀនដែលពេញលេញថតទាំងមេរៀនកំពុងតែបង្រៀនផ្ទាល់ទាំងអស់និងថតទាំងមេរៀនលម្អិតបើសិនជាមើលមេរៀនដែលកំពុងតែបង្រៀនផ្ទាល់មិនច្បាស់ជារួមមេរៀនពីរប្រភេទនេះបូកបញ្ចូលគ្នាអាចធ្វើឲ្យបងប្អូននិងប្រិយមិត្តដែលមិនមានពេលវេលាគ្រប់គ្រាន់មកសិក្សាវគ្គបុកប្រូក្រាមទូរស័ព្ទជាមួយនឹង Camtoptech យកទៅរៀនសូត្រអាចចេះដឹងបានដោយខ្លួនឯងបានហើយដូច្នេះបងប្អូននិងប្រិយមិត្តដែលនៅឆ្ងាយឬក៏បងប្អូននិងប្រិយមិត្តដែលមិនមានពេលវេលាគ្រប់គ្រាន់ប៉ុន្តែចង់ទទួលចំណេះដឹងអំពីការបុកប្រូក្រាមទូរស័ព្ទនោះអាចតាក់ទងមកទិញវីដេអូស្ដីពីរបៀបនៃការបុកប្រូក្រាមពី Camtoptech បាននៅពេលដែលទិញទៅមានចម្ងល់បញ្ហាផ្សេងៗអាចតាក់ទងមកសួរ Camtoptech បានសូមតាក់ទងមកទិញតាមរយៈលេខទូរស័ព្ទ098 21 37 36សូមអរគុណបងប្អូននិងប្រិយមិត្តទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូស្ដីពីរបៀបនៃការបើកនៅមុខងារការពារកុំព្យូទ័រដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 7 Windows 8 និង Windows 10 ពី Camtoptech